បាទសួស្តីពុកម៉ែបងប្អូនបាទជួបនៅវីដេអូថ្មីខ្ញុំទៀតហើយបាទថ្ងៃនេះផាត់លៅក្បាលជ្រូកនិងគ្រឿងក្នុងបាទចឹងពុកម៉ែបងប្អូនចូលរួមទស្សនាក៏ដូចជាអាចធ្វើតាមខ្ញុំបានបាទធានាថាមកអែមរសជាតិបាទពុកម៉ែបងប្អូនបាទឥឡូវសាច់យើងមានសាច់ចំនួន2គីឡូបាទអូក្បាលហើយនឹងគ្រឿងក្នុងបាទចំនួន2គីឡូហើយយើងយកមកស្រុះបាទហើយដែលយើងស្រុះនេះយើងមានលក្ខីសោចខ្ទឹមសខ្ទឹមក្រហមដេងបាទហើយយើងស្រុះរួចហើយទៅគឺយើងចាប់ដើមធ្វើគ្រឿងបាទធ្វើគ្រឿងមានអីទេបាទគ្រឿងខ្មែរគឺដដែលខ្ទឹមសខ្ទឹមក្រហមលក្ខីសោចមិនដេងអីទៅបាទហើយការចាំនឹងឈើអែមបាទហើយយើងលីងជាមួយប្រេងនឹងឲ្យឈ្ងុយបាទឲ្យឡើងឈ្ងុយសិនទៅបានតាមយើងទៅដើមយើងដាក់ស្ករបាទហើយស្ករពុកម៉ែបងប្អូនកុំដាក់ច្រើនបាទតែដាក់ច្រើនអាចនឹងផ្អែមបាទហើយយើងដាក់មិនតិចបាទសាច់2គីឡូអញ្ចឹងខ្ញុំដាក់តែប៉ុណ្្នឹងទេបាទហើយយើងលីងស្ករជាមួយគ្រឿងនឹងឲ្យឡើងឈ្ងុយឲ្យឡើងពងក្រងទៅបាទឲ្យឡើងពងក្រងដើមឡើងពងក្រងហើយយើងចាប់ដើមវាយគ្រឿងទេសទៅបាទវាយគ្រឿងទេសដូចជាប្រេងខ្យងបាទទឹកស៊ីអ៊ីវរាវយើងហ្នឹងបាទហើយយើងលីងឲ្យវាឡើងឈ្ងុយពេលយើងលីងឲ្យវាឡើងឈ្ងុយចូលគ្រឿងហើយបានវាមានជាតិបាទហើយតមកខ្ញុំដាក់ទឹកស៊ីអ៊ីវខាប់បាទទឹកស៊ីអ៊ីវខាប់ហើយយើងត្រឡប់វាកុំឲ្យវាខ្លោចបាទឲ្យយើងកូរវាឲ្យល្អចឹងមកហើយខ្ញុំប្រើបាទសាច់2គីឡូនេះគឺខ្ញុំប្រើទឹកដូងមួយបាទទឹកដូងចំនួន1ផ្លែបាទខ្ញុំអត់ប្រើទឹកសុទ្ធឬមួយក៏ទឹកធម្មតាទេគឺខ្ញុំប្រើទឹកដូងហ្មងបាទហើយយើងចាក់ទឹកដូងហើយយើងចាប់ដើមដាក់សាច់ទៅបាទដាក់បាទមានកាពះមានក្បាលមានលក្ខជាបាទចំនួន2គីឡូហ្នឹងបាទមកឆ្នាំងដែរបាទហើយយើងចាប់ដើមយកគ្របទៅយើងងាស់វាឲ្យវាពុះទៅបាទដល់ពុះខ្ញុំបង់ដើមខ្ទឹមបាទដុំទៀតដើម្បីឲ្យវាកុំឲ្យវានេះកុំឲ្យវាធំក្លិនបាទការពិតយើងសាច់យើងស្រុះហើយគឺអត់ឈប់ធំក្លិនហើយបាទសាច់ដែលយើងស្រុះហ្នឹងគឺដើម្បីការពារធំក្លិនហ្នឹងបាទឥឡូវចាប់ដើមឡើងពណ៌បដើបាទហើយពុកម៉ែបងប្អូនយើងធ្វើយើងមើលរយៈពេលវាកុំឲ្យវាផុយពេកបាទមកល្មមដែលយើងហូបបានបាទឥឡូវឆ្អិនហើយបាទហើយអរគុណដល់ពុកម៉ែបងប្អូនបាទសូមដែលបានចូលរួមទស្សនាវីដេអូនេះហើយក៏សូមជួយ Subscribe ចុចកណ្ដឹងចុចមេដៃដើម្បីទទួលបាននៅវីដេអូថ្មីទៀតបាទអរគុណបងប្អូនពុកម៉ែទាំងអស់គ្នាបាទដែលបានចូលរួមទស្សនាហើយសូមជម្រាបលាពុកម៉ែបងប្អូនបាទអរគុណបាទស្ទើរ